ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវមករៀនធ្វើជ្រក់ម្ដាញជាមួយខ្ញុំទាំងអស់គ្នាណានៅក្នុងថ្ងៃនេះគឺខ្ញុំរៀនធ្វើជ្រក់ម្ដាញដើម្បីឲ្យយើងញ៉ាំទៅមានរសជាតិឆ្ងាញ់ណាបងប្អូននេះជាលើកទី1ហើយតែនេះខ្ញុំធ្វើទាំងយប់ដោយសារថ្ងៃខ្ញុំរវល់ដល់ពេលអញ្ចឹងទៅមានតែឆ្លៀតធ្វើទាំងយប់ម៉ោង 9-10 យប់នឹងឯងបានហើយបងប្អូនអើយជាដំបូងហ្នឹងគឺខ្ញុំលាងម្ដាញរបស់យើងហ្នឹងបាន2ទឹក3ទឹកទៅវាហើយស្រង់សម្រស់វាសិនរួចហើយយើងដំ ដាក់ទឹកទី2ហើយយើងលាងសម្រស់វាលាងវាឲ្យស្អាតឲ្យជ្រះបានល្អទៅយកម្ដេចហ្នឹងមកដំឬក៏គៀបបងប្អូនមានកនៀបគៀបក៏អាចគៀបបានតែខ្ញុំឆ្លៀតណាបងប្អូននេះថតជីវីដេអូនេះគឺដៃមកហៀងទេបងប្អូននៃកាន់កាមេរ៉ាផងធ្វើផងឥឡូវហ្នឹងគឺខ្ញុំលាងស្អាតស្រស់រួចហើយក៏ចាប់ផ្ដើមមើលដំដេញនឹកឃើញថាដំដៃមកហៀងវាអត់ស្រួលទេបងប្អូនអើយដៃមកខាងអញ្ចឹងហើយគឺពិបាកដំម្ដងមួយអត់មានដៃតប់ទេសារដៃមកហៀងទៀតវាកាន់កាមេរ៉ាហើយផ្លែម្ដេញរបស់យើងនឹងគ្រូខ្ទៀតពេញទៅនឹងហើយបងប្អូននេះនឹកឃើញតែយប់ហើយគេសម្រានអស់ហើយខ្លាច់ថ្លង់ដល់អ្នកជិតខាងយកអាប្រដាប់គៀបគ្រុចឆ្មានេះគឺយូរមកគៀបបងប្អូនតែយូរណាស់បងប្អូនអើយដល់មិនហើយថតដៃមហៀងឥឡូវហ្នឹងខ្ញុំគៀបហើយសម្រស់យល់ទឹកជាតិជូរជាតិជាត់ហ្នឹងចោលហើយឥឡូវហ្នឹងគេចាប់ផ្ដើមដាក់អំបិលរយសម្បាច់វាលាងរួចហើយបាច់ឲ្យទន់ទៅគឺដាក់សម្បាច់ឲ្យទន់ហើយដាក់ផ្អាប់នឹងអំបិលរយៈពេលពី3ទៅ4ម៉ោងបងប្អូនអស់ជាតិជូរហើយក៏យើងយកមកលាងចម្រោះពូតទឹកពូតអីហ្នឹងឲ្យស្អាតទៅយើងដាក់ប្រឡាក់ស្ករគឺយើងយកមកប្រឡាក់ស្ករពេលដែលយើងលាងពូតទឹកឲ្យអស់ជាតិចត់ 4-5 ទឹកចឹងទៅគឺយើងយកមកច្បល់ជាមួយស្ករបុកអំបិលបន្តិចទៅជាការស្រេចឲ្យបងប្អូនគឺមានរសជាតិឆ្ងាញ់ផ្អែមអត់មានរវីងជាត់អីទេណាវីដេអូហ្នឹងមានប៉ុណ្ណឹងអរគុណ